សួស្តីលោកអ្នកបងប្អូនលោកគ្រូអ្នកគ្រូសិស្សនិស្សិតទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមេរៀនមួយទាក់ទងអំពីរបៀបនៃការធ្វើការស្វាគមន៍ដល់ភ្ញៀវទេសចរដែលចូលមកទស្សនានៅក្នុងសួនរបស់យើងបាទអញ្ចឹងមេរៀនរបស់ខ្ញុំកន្លែងនេះទាក់ទងអំពីធ្វើនេះអូខេរបងឈើនេះគឺទាក់ទងអំពីសូមស្វាគមន៍បាទអញ្ចឹងថ្ងៃនេះវាមានតែមេរៀនប៉ុណ្ណេះឯងនៅក្នុងការធ្វើគឺងាយស្រួលទេលឿនបាទអញ្ចឹងយើងមកអនុវត្តទាំងអស់គ្នាបាទអញ្ចឹងខ្ញុំត្រូវការ slide មួយទៀតខ្ញុំចុចលើ slide ចាស់នេះមកហើយខ្ញុំ enter មកយើងនឹងបាន slide ថ្មីមួយទៀតអញ្ចឹងខ្ញុំចូលទៅ copy យកសូមស្វាគមន៍នេះមកយករបងនៃការសូមស្វាគមន៍នេះមកដើម្បីយើងយកមកធ្វើបាទអញ្ចឹងខ្ញុំ copy ចុច Ctrl C ហើយខ្ញុំចុច slide ថ្មីមកហើយយើងផាសឲ្យចេញមកផាសគឺ Ctrl V ចឹងអ្វីដែលយើងចង់ធ្វើគឺយើងធ្វើលក្ខណៈបែបហ្នឹងបាទចឹងខ្ញុំដាក់មកពីនេះសិនមកអូខេទី1គឺយើងយកមកចុចពាក្យថា insert ហើយរកពាក្យថា shape ហើយយើងយកមកបង្គោលលបងនេះមកបាទបង្គោលលបងគឺយកជ្រុងនេះធម្មតាបាទយើងចង់គូសជ្រុងរាងចតុកោណកែងរាងការ៉េប៉ុន្តែបានតាមចិត្តប៉ុន្តែអ្វីដែលយើងចង់គូសយើងគូសធ្វើជាបង្គោលលបងបាទយើងគូសបង្គោលលបងប៉ុណ្ណេះមកចឹងខ្ញុំរកចំណុចកណ្ដាលសិនខ្ញុំចុចពាក្យថា align យកពាក្យថា align center ហើយយកពាក្យថា align middle អញ្ចឹងយើងបានចំណុចកណ្ដាលមួយហើយយើងមកប្រែរូបភាពឲ្យទៅជារូបភាពឈើវិញបាទយើងមកប្រែឲ្យទៅជាពណ៌ឈើទៅវិញអញ្ចឹងយើងចូលមកកន្លែងចាក់ពណ៌នេះ shape fill បាទប៉ុន្តែយើងអត់ត្រូវការចាក់ពណ៌ទេបាទឥឡូវខ្ញុំដាក់ម្ដងទៀតសិនខ្ញុំចង់ដាក់មកខាងក្រៅចេះដើម្បីឲ្យបានមើលឃើញឥឡូវយើងចូលមកចង់ចាក់ពណ៌យើងចូលមក set fill បើកាលណាយើងចង់ចាក់ពណ៌បង្គោលលបងយើងឲ្យទៅជាពណ៌អីយើងយកចាក់ពណ៌ហ្នឹងមកប៉ុន្តែខ្ញុំអត់ត្រូវការចាក់ពណ៌វាទេខ្ញុំយកឲ្យវាទៅជាពណ៌ឈើខ្ញុំមកយកកន្លែងនេះខាងក្រោមនេះបាទអញ្ចឹងនៅក្នុងនេះវាមានពណ៌ឈើបន្តវាដែរវាមានពណ៌ឈើខាងក្រោមនេះខ្ញុំយកអាចុងនេះអញ្ចឹងយើងបានคล้ายជាពណ៌ឈើបញ្យើងហើយប៉ុន្តែពណ៌ឈើនេះគឺសាច់ឈើនេះវារត់កាត់តឹងវិញវាអត់រត់បដោយឈើជាទូទៅសាច់ឈើវាត្រូវរត់បដោយអញ្ចឹងវាអត់ពិបាកអីទេកាលណាយើងចង់ឲ្យសាច់ឈើរត់បដោយវិញយើងមកព្រីចអានេះវិញអញ្ចឹងមកអញ្ចឹងយើងមកបវលមកយើងចាប់បវលអានេះក៏បានឬក៏យើងប្រើនេះ rotate នេះក៏បានទេតែយើងប្រើ rotate នេះវាបវលមកសាច់ឈើនេះឲ្យទៅជាបដោយវិញគ្រាន់តែយើងទាញទំហំវានេះឲ្យវាមកតូចចេះមកអញ្ចឹងវាកើតជាបង្គោលមួយបាត់ហើយអញ្ចឹងយើងមកនេះឃើញទេអញ្ចឹងយើងមក design វាតិចសិនយើងមកធ្វើវាឲ្យទៅជារូបភាពលក្ខណៈ 3D ឲ្យវាជាលក្ខណៈឈើអញ្ចឹងមកអញ្ចឹងខ្ញុំយកមកដាក់លើឈើនឹងមកហើយចុចមកខាងស្ដាំហើយយកពាក្យថា format picture នៅពេលដែលយើង format picture វាចេញលក្ខណៈទ្រង់ទ្រាយអញ្ចឹងវាឲ្យយើងឲ្យរូបភាពកន្លែងនេះយើងយកពាក្យថា 3D format នៅពេលដែលយើងចុច 3D format មានន័យថាឈើនេះវាជាបន្ទះស្ដើងវាអត់ទាន់មានកម្រាស់ទេអញ្ចឹងយើងត្រូវការកម្រាស់គឺយើងត្រូវតែបង់លេខនៅកន្លែងនេះយើងវាយលេខបញ្ចូលក៏បានឬក៏កន្លែងនេះវាមានកម្រាស់ស្រាប់ហើយឃើញទេកន្លែងនេះអញ្ចឹងយើងយកកម្រាស់នេះមកវានឹងចេញតួលេខឲ្យអញ្ចឹងវាឡើងក្រាស់តិចបាទកន្លែងនេះចឹងដែរអត់មានតួលេខទេអញ្ចឹងខ្ញុំចុចរូបភាពនេះមកខ្ញុំយកកម្រាស់នេះមកអញ្ចឹងវាមានកម្រាស់6ដូចគ្នាអញ្ចឹងនៅពេលដែលឈើយើងមានកម្រាស់ហើយយើងចង់ឲ្យក្រាស់ហ្នឹងវាមានទ្រង់ទ្រាយរបៀបណាយើងចូលមកកន្លែងសាយនេះយើងប្រើទំហំវាថែមទៀតឥឡូវយើងចង់ដាក់ប្រមាណយើងចង់ដាក់40យើងវាយលេខ4មកដោយសារវាមានលេខ0ស្រាប់ហើយឥឡូវខ្ញុំយក40សិនចាស់ហើយខ្ញុំទាញមកខាងក្រោមរកពាក្យថា 3D rotation ខ្ញុំផ្លេចហ្នឹងមកដើម្បីយើងលេង style មួយឈើរបស់យើងអញ្ចឹង style ឈើរបស់យើងយកលក្ខណៈបែបណានេះវាមាន style របស់វាអញ្ចឹងខ្ញុំមកដោះពណ៌នេះពណ៌សុំវាតាមពិតនេះអាពណ៌ទឹកប៊ិចនេះគឺពណ៌សុំទេអញ្ចឹងយើងដោះពណ៌សុំនឹងចេញយើងយកពាក្យថា no outline យើងអត់មានទេគេវាចេញលក្ខណៈឈើទាំងអស់ អ
ឥឡូវយើងមកដូរ style សាមី style យើងចង់បានរបៀបណា style ឈើបាទអញ្ចឹងទាញមកក្រោមមកខ្ញុំចង់បានលក្ខណៈចេះវាមានជ្រុងចេះអូខេឥឡូវយើងចង់បានលក្ខណៈអញ្ចឹងបានរួចហើយខ្ញុំមកលុបចោលអញ្ចឹងខ្ញុំមក edit វាឲ្យវាមានលក្ខណៈទ្រង់ទ្រាយនេះកឆេតកឆតដើម្បីឲ្យវាមានលក្ខណៈដូចជាឈើពិតៗណាអញ្ចឹងខ្ញុំដាក់មកលើរូបភាពនឹងមកហើយចុចមកខាងស្ដាំយកពាក្យថា edit point ដល់ពេលដែលយើង edit point ហើយនេះវាមានលក្ខណៈទ្រង់ទ្រាយរបស់វាចំណុចដែលយើងត្រូវកែយើងចង់ទាញឈើនឹងឲ្យវាឈុំចេះវាជ្រុងចេះយើងទាញវាលើចេះក៏វាលើចេះបាទយើងចង់ទាញយ៉ាងម៉េចក៏វាទៅអញ្ចឹងឃើញទេឥឡូវខ្ញុំចង់ទាញវាលក្ខណៈអញ្ចឹងមកខាងក្រោមនេះមិនបាច់ទេខ្ញុំចង់ឲ្យវាស្មើអញ្ចឹងកន្លែងនេះម្ដងទៀតកន្លែងនេះខ្ញុំយកចេះមកកន្លែងនេះចង់យកតិចចេះហើយខ្ញុំបន្ថែមចំណុចខ្មៅនេះបាទខ្ញុំបន្ថែមកន្លែងនេះគឺខ្ញុំយកមកបណ្ដាក់ចឹងមកហើយខ្ញុំចុចមកស្ដាំហើយកាលណាយើងចង់បន្ថែមចំណុចខ្មៅដើម្បីយកមកកែទ្រង់ទ្រាយឈើនេះយើងយកពាក្យថានេះ add point add point ណាយើងចង់ឲ្យឈើយើងប៉ោចង់ឈើឲ្យយើងប៉ោយ៉ាងម៉េចវាប៉ោចឹងចង់ឲ្យឈើយើងលក្ខណៈរបៀបម៉េចវាមកប៉ោចឹងអូខេឥឡូវយើងអូខេខ្ញុំយកប៉ុណ្ណេះចុះឥឡូវឈើខ្ញុំយកប៉ុណ្ណឹងចុះអូខេខ្ញុំយកអាលើនេះដែលជាស្រួយពេកកែនេះតិចមកស្រួយពេកយកប៉ុណ្ណេះចាស់អូខេអញ្ចឹងខ្ញុំយកប៉ុណ្ណឹងបានហើយខ្ញុំត្រូវការ copy មួយទៀតម្ដងទៀតមកCtrl C copy Ctrl V ផាសឲ្យចេញមកចឹងមកដើមនេះដើម្បីយើងធ្វើកុំឲ្យទ្រង់ទ្រាយវាឈើដូចគ្នាយើងអាចទាញធ្វើមិនក៏បានយើងត្រឡប់មកចេះអីមកយើងចង់កែក៏បានដែរឥឡូវខ្ញុំដាក់ចឹងចុះនេះដាក់មកអញ្ចឹងមកនេះដាក់ទៅអញ្ចឹងចុះចឹងវាដូចជារួចរាល់ហើយបកគោលឈើនេះចឹងយើងនៅមានបកគោលនៅកន្លែងនេះមួយទៀតចឹងបកគោលកន្លែងនេះយើងចង់ copy ចេញពីនេះក៏បានឬយើងចង់ធ្វើថ្មីក៏បានឥឡូវនេះខ្ញុំចង់ copy ក៏បានដែរចឹងខ្ញុំ copy មក Control 2មកក៏បានដែរចឹងយើងមកក្លាប់វាឲ្យត្រង់យើងយកពាក្យថា rotate នេះមកបាទចឹងប៉ុន្តែឥឡូវនេះសាច់ឈើនេះអត់ចង់យកពណ៌ហ្នឹងទេចង់ឲ្យយកពណ៌គេចេះអញ្ចឹងយើងចូលមកកន្លែងចាក់ពណ៌មក save fill នេះបើចាក់ពណ៌នេះយើងចង់ឲ្យគេចេះចាក់ពណ៌នេះទៅព្រាយវាអញ្ចឹងឥឡូវយើងចង់ឲ្យវែងបន្តិចក៏យើងទាញឲ្យវែងអញ្ចឹងមកឥឡូវយើងចង់ធ្វើទ្រង់ទ្រាយហ្នឹងឲ្យវាស្តៀងដូចគេចេះយកមកដាក់ចំពីលើចុចមកខាងស្ដាំហើយយកពាក្យថា format picture ឥឡូវយើងមកកែទ្រង់ទ្រាយមកចង់កែទ្រង់ទ្រាយចង់កែទ្រង់ទ្រាយកន្លែងនេះចង់កែរបៀបម៉េចមើលតិចសិននេះនេះកែអញ្ចឹងអូខេអត់អីទេឥឡូវយើងយកក្បាច់នឹងចាស់យើងកាន់ទាញឲ្យវិញតិចចាស់មកយើងខ្ញុំមកសេរី
កម្រាស់វាតិចសិនមកខ្ញុំចង់យកបកគោលលើនេះឲ្យវារៀងស្ដើងអញ្ចឹងខ្ញុំកែកន្លែងនេះលុបដាក់លុបលេខ4ចេញដាក់លេខ3បាទណាលុបដាក់2បាទហើយនឹងនៅខាងលើអញ្ចឹងខ្ញុំចង់លេងត្រង់ទ្រាយវាបន្តិចនេះយើងបន្ថែមតួលេខមកហើយតួលេខចឹងមកនេះយើងដកចេញវាបន្តិចសិនមកយើងដាក់ចឹងមកឥឡូវនេះយើងចង់លេងរបៀបម៉េចនេះយើងដកកុំឲ្យក្រាស់ពេកអូខេកុំឲ្យក្រាស់ពេកយកប៉ុណ្ណឹងឥឡូវប៉ុណ្ណឹងហើយបើនេះយើងចង់កែ6វិញក្រាស់ពេកពីនឹងបានហើយជួយយើងដាក់ចេះស្រីសិនជាងខ្ញុំយកប៉ុណ្ណេះចាស់បើយើងយកខាងនេះអូខេយកខាងនេះវិញបានដែរអូខេបានហើយឥឡូវខ្ញុំចង់កែវាមានទ្រង់ទ្រាយលក្ខណៈយ៉ាងម៉េចក៏មកយើងកែវាមកយើងចុចមកស្ដាំយកពាក្យថា edit point ឥឡូវយើងចង់ឲ្យវាទ្រង់ទ្រាយរបៀបម៉េចអានេះកុំឲ្យវាធំពេកអានេះឲ្យស្មើវិញហើយយើងលក្ខណៈឲ្យវាចឹងទៅដូចជាមិនអីទេខ្ញុំចង់ដាក់ចឹងវិញក៏បានអូខេឥឡូវយើងយកចឹងចាស់ខ្ញុំយកប៉ុណ្ណឹងចាស់ចឹងអត់អីពិបាកទេយើងកាន់ទាញវាឲ្យត្រឹមត្រូវមកទាញវាត្រឹមត្រូវចឹងមកខ្ញុំដាក់យកចំណុចកណ្ដាលសិនហើយចំណុចកណ្ដាលចុច align middle ចឹងប៉ុណ្ណឹងចាស់ប៉ុណ្ណឹងរួចហើយអូខេចឹងយើងត្រូវការដំនីកូលយើងចុចពាក្យថា insert ចុច shape យករង្វង់មូលនេះមកបាទយើងវងមូលនេះមកយើងចុចយើងអូសឲ្យវាបានមូលល្អធ្វើជាដូចក្បាល equal នេះណាចុច Ctrl C ហើយយើងទាញអញ្ចឹងមកបាទទាញឲ្យធំមកចាំយើងបង្រួមវិញបាទឥឡូវយើងមកចាក់ពណ៌វាមានទ្រង់ទ្រាយលក្ខណៈវាមានខ្មៅហើយនឹងស្រងតិចមកចុចមកស្ដាំយកពាក្យថា format shape យក fill ហើយយើងមកចាក់ពណ៌ទី3នេះបាទទី3នេះខ្ញុំចង់លុបវាចោលសិនទៅកាពីទេចឹងទី1នេះពណ៌សត្រូវហើយកន្លែងនេះខ្ញុំយកពណ៌រៀងកំអៅតិចមកបាទលេខគោលខ្ញុំដូរកន្លែងនេះយកពាក្យថា
radio នេះមកហើយខ្ញុំមើលចំណុចនេះនេះយកអក្សរចាំងចេះមកចឹងសុំជាប់ពាត់ជុំវិញនេះយើងយកពណ៌ខ្មៅមកសុំពណ៌ខ្មៅចឹងមកឥឡូវនេះក្បាលរីកូលយើងដូចជាអត់មានអីទេចឹងឲ្យវាចិត្តទីមកវាចាំងភ្លើងតិចមកបាទហើយក្បាលរីកូលនេះវាអត់មានអីទេហើយខ្ញុំត្រូវការរូបភាពមួយទៀត Ctrl C Ctrl V កន្លែងនេះខ្ញុំត្រូវការចំណុចកណ្ដាលចុចពាក្យថា Align Center Align Middle អានេះខ្ញុំត្រូវការកណ្ដាលដែរ Align Center Align Middle ហើយខ្ញុំបង្រួមឲ្យទូចគឺខ្ញុំចុច Ctrl C ហើយអូសមកវាដូចដល់រីកូដចឹងមកបាទរួចហើយខ្ញុំ select ពីលើហើយយកមកដាក់ឲ្យចំនេះចុចមកខាងស្ដាំយកពាក្យថាគ្រប់យើងចំសេចគ្រប់មកឬហើយយើងបង្រួមឲ្យតូចបាទចុច Ctrl C យកមកដាក់កាច់ជ្រុងនេះហើយទាញបង្រួមឲ្យតូចមកចាប់ចំមកដាក់បាល់គោលទីទៀតហើយស្រីចាំមកcopy បាទខ្ញុំត្រូវការមួយទៀត Ctrl C copy Ctrl V ផាសចេញទីយ៉ាពេលមួយនេះទាញចេញយកមកយកដាក់ចំទៅមកចឹងយើងបានស្នាមលើគោលរួចហើយស្នាមលើគោលហើយនៅប៉ាយនេះសូមស្វាគមន៍នេះណាហើយសូមស្វាគមន៍នេះយើងចុចពាក្យថា insert ចុចពាក្យថា save ហើយយកផ្ទាំងមួយមកយកផ្ទាំងមួយមកនេះយើងចង់យកផ្ទាំងក៏បានយើងចង់យកមកគូក៏បានឥឡូវខ្ញុំចង់គូមកខ្ញុំចង់គូឥឡូវចុចចឹងមកបាទចង់គូធ្វើជាក្តារហើយចឹងក៏បានចឹងក៏បានដែរតែអត់មានអីពិបាកទេបាទរួចហើយខ្ញុំចាក់ពណ៌ទៅជាក្តារមកទៅជាពណ៌ឈើមកបាទខ្ញុំចូលពាក្យថា shape fill ចឹងឈើនឹងខ្ញុំចង់យកម៉ូដយ៉ាងម៉េចក៏បានយកចេះក៏បានបាទយកដូចគេក៏បានអត់មានពិបាកទេពណ៌ហ្នឹងវាមានក្នុងនឹងស្រាប់ឥឡូវចង់យកដូចគេបាទខ្ញុំយកពណ៌នេះមកនេះវាដូចគ្នាហើយតែពណ៌គេនេះគេបញ្ឈរឡើងលើចឹងបើបញ្ឈរឡើងលើគឺយើងកាន់តែបវល់មកជាការស្រេចហើយអត់មានពិបាកទេបាទចឹងយើងយកពាក្យថា rotate នេះមកបាទនេះមានអីពិបាកទេចឹងមកឥឡូវនេះខ្ញុំចង់សេរីវាមានលក្ខណៈតិចយើងយកពាក្យថា edit point ចឹងកន្លែងនេះកុំឲ្យវាស្រួយទីនេះកុំមកពេកយើងទាញវាឲ្យសមរម្យចេះតិចទៅនេះខ្ញុំចង់ឲ្យវាឡើងដូចគេចឹងរៀងកោងដូចគេចេះអានេះរៀងឡើងចេះអានេះរៀងចង់ចេះមកធ្វើមិនក៏បានដែរណាហើយជាការស្ដែងឥឡូវខ្ញុំចង់ចាក់ខ្ញុំចង់ដាក់កម្រាស់បាទខ្ញុំចង់ដាក់កម្រាស់អញ្ចឹងខ្ញុំដកនេះដកអសុំវានេះចេញចឹង
នេះសុំនេះគឺខ្ញុំដោះចោលសុំនឹងដោះចោលអូខេបាត់ហើយចឹងដាក់ក្រាស់ខ្ញុំយកមកដាក់លើនេះហើយចុចមកខាងស្ដាំហើយយកពាក្យថា format picture នេះកន្លែងនេះដដែលណានេះ 3D rotation 3D format នេះចឹងខ្ញុំក៏ដាក់កម្រាស់ដាក់ចុចនេះមកនេះឡើងក្រាស់ហើយនេះមកយើងដាក់ចេះមកឡើងក្រាស់ដូចគ្នាយើងចង់ឲ្យមានកម្រាស់ប៉ុណ្ណាកន្លែងនេះនេះផ្សាយនេះដាក់លេខ1ចាស់មាន0ហើយវាបាន10ឥឡូវយើងមកជ្រេ 3D rotation នេះយើងមកដាក់ style វាយើងចង់ឲ្យក្តារយើង style របៀបណាឃើញទេ style របៀបណាstyle របៀបហ្នឹងហើយយើងយក style ចេះចោលអូខេជិះបើសិនជាយើងដាក់សុំវារៀងកម្ៅតិចមកនេះបាទត្រូវហើយជាងបាទឥឡូវយើងបិទចោលមកវាមានសុំវារៀងពណ៌ខ្មៅចឹងហើយជាងចង់ដាក់សុំវារៀងខ្មៅបន្តិចមើល style បន្តិចសិនអូខេសូមវាមានកម្ដៅប៉ុណ្ណឹងបានហើយខ្ញុំយកប៉ុណ្ណឹងបានហើយព្រមបន្ទូចតិចមកចឹងបកគោលនេះខ្ញុំចង់ជារូបសិនខ្ញុំ select ទាំងអស់ចឹងមកបាទយកមកបដាក់ឲ្យចំខ្សែគំនុំចឹងមកចុចមកខាងស្ដាំយកពាក្យថារូបបាទចឹងខ្ញុំរកចំណុចកណ្ដាលចុច save format ចុច align យកពាក្យថា align center យកពាក្យថា align middle អូខេឥឡូវរកចំណុចកណ្ដាលrồiហើយចឹងយើងដាក់នេះមកដាក់កណ្ដាលចឹងមកឥឡូវខ្ញុំត្រូវការចោះប្រហោងត្រូវការចោះប្រហោងនេះឲ្យមានប្រហោងកហិតកហតអីចឹងមកដូចជាលក្ខណៈឈើអញ្ចឹងខ្ញុំត្រូវការចោះប្រហោងវាអត់អីពិបាកទេខ្ញុំចុចពាក្យថា insert ចុចពាក្យថា shape ហើយយករង្វង់មូលធម្មតាចឹងមកយករង្វង់មូលនេះក៏បានដែរយករង្វង់មូលឡើងមកយករង្វង់មូលនឹងរីកហើយពេលយើងយករង្វង់មូលធម្មតាចឹងមកហើយយើងយកមកពុះអូខេពុះប្រហោងចឹងមកយើង spray ទីចឹងចឹងប៉ុណ្ណឹងរួចហើយយើងត្រូវចាក់ពណ៌នឹងទៅជាពណ៌សនេះពណ៌នេះឲ្យទៅជាពណ៌សអញ្ចឹងយើងជួពាក្យថា shape fill ចាក់ពណ៌សដើម្បីឲ្យមើលថាឃើញទៅធ្លុះទៅខាងក្នុងអញ្ចឹងយើងត្រូវចាក់ដាក់ស្រមោលវាកន្លែងនេះបាទដាក់ស្រមោលវាពណ៌កម្ៅដាក់ស្រមោលវាខ្ញុំចុចទៅនេះមកទេស្រមោលវាត្រូវតែពណ៌កម្ៅអញ្ចឹងខ្ញុំយកនេះស្រមោលកម្ៅកន្លែងនេះមាននេះប្រឈរនឹងពីលើនេះប្រឈរនឹងពីលើឥឡូវស្រមោលនេះខ្ញុំយកខាងក្រោមនេះដើម្បីដាក់ឲ្យវាច្បាស់នេះចង់ឲ្យច្បាស់យើងសេរីវាមកលេខតួលេខនេះមករីឲ្យតិចមកឲ្យណាយកទៅលេខ20មករឿងខ្មៅតិចអូខេសុំនេះខ្ញុំយកពណ៌ខ្មៅតែម្ដងសុំនេះពណ៌ខ្មៅតែម្ដងនេះខ្មៅពេកហើយកុំឲ្យខ្មៅពេកយកខ្មៅប៉ុណ្ណេះបានហើយ
យើងព្រមឲ្យតូចមកគេដូចជាចោះប្រហោងបាទអញ្ចឹងខ្ញុំ copy Ctrl C ខ្ញុំផាសចេញមក Ctrl V ហើយយើងចាប់វាយកមកដាក់មកជំហៀងទៀតមកចាប់ដាក់មកជំហៀងទៀតមកចំណុចនេះសេរីវាឲ្យស្អាតបាតមកពេលនេះចោះប្រហោងហើយអានឹងខ្ញុំចង់ copy មកទៀតបានដែរ Ctrl V ខ្ញុំដាក់មកកន្លែងនេះហើយដោះស៊ុំវាចោលដោះស៊ុំនេះទៅវាមើលទៅវាកុហកបាទឃើញទេឈើវាហេតុកុហករងទីសិនពេញមកស្ដាំយក edit point ចុចមកទីនោះឲ្យវាគេហិតកុហកចឹងទៅចឹងណានទាញចេះមកវាដូចជាឈើគេហិតកុហកដែរពីទឹកទៅស៊ីមទៅវិញចង់ធ្វើវិញតិចចង់លើស្តាវិញតិចបាទប៉ុណ្ណឹងបានហើយឥឡូវយើងចោះប្រហោងរួចហើយឥឡូវយើងដាក់ខ្សែយើងចុចពាក្យថា insert បាទចុចពាក្យថា save អញ្ចឹងខ្ញុំយករង្វង់មូលនេះមកខ្ញុំរង្វង់មូលនេះមកហើយខ្ញុំគូយ៉ាងមករង្វង់មូលនេះគឺយើងទាញវាមកខ្ញុំចាក់ឲ្យទៅជាពណ៌ខ្សែពណ៌ចឹងមកហើយយើងដាក់ទំហំវាឲ្យរាងក្រាស់តិចមកក្រាស់ពេកនេះទំហំវាត្រឹម3នេះបានហើយអានេះពណ៌ដូចជាកងដៃចឹងមកស្វែងតិចទីនៅលើសិនចឹងចង់ដាក់ឲ្យរាងធំបន្តិចបើកងដៃហ្នឹងវាតូចពេកវាអាចដាក់ធ្លាក់នេះទាញតិចមកចូលជាយ៉ាងមកខេឥឡូវត្រូវហើយកងដែកនេះវាត្រូវនេះកណ្ដាលមិនត្រូវ
mới trở nào thẳng nhé trong số liệu riêng của bài tích câu hỏi là lữ con đây nó được dệt từ đầu hỏi copy Ctrl C Ctrl V ví dụ giá để phầnខ្ញុំចាប់កងដែរនេះយកមកដាក់ខាងនេះវិញអញ្ចឹងនេះវាត្រូវតែបែរមុខមកខាងនេះខ្ញុំចុចពាក្យថា save format យកពាក្យថា rotate មកវាបែរមុខមកខាងនេះវិញបែរមុខខាងនេះវិញmình khép lại tịnh máu vị hỏi sai chón vô biệt là insert biệt là save sai chón biệt ấy từ của bạn cái vô cùng được đi máu chứ em sẽ trở lại như nó sẽ chân máu cái bùa đá như lại tùm húm này đá sai tròn này máu sai tròn đấy trong identity và chẳng thêm sai tròn đấy khi mà identity xanh để xả lại nhé lực trọng một phần và lý dân đã mà tập này hết ba này tập này tới bài này ta làm về tích ta làm về tích ta làm về tích lại ní đi chữ admin ấy thế lại ní chữ insert chữ save lại ní dương trong vô mà lại ní dương trong vô đồng vùng ní của bạn đây đồng vùng ní chưa chân lại ní chân nếu như cái này chạm về máu về riêng thùng trắng chạm bồi để kia đọc background chính đọc background ok anh ấy dương thôi được chỉ luộc và lá chỉ cần luộc chó rồi đấy chỉ luộc chó
វាឲ្យ copy Ctrl C Ctrl V Ctrl V Ctrl V ប៉ុន្តែទំហំវាឲ្យតូចតិចទំហំវាឲ្យតូចម្ដងតិចម្ដងទេ Ctrl V Ctrl C Ctrl V Ctrl V ទំហំឲ្យតូចជាងមុនទៀតអាចបានដល់ទៅវិញCtrl V អានេះទំហំវាឲ្យតូចតិចមក Ctrl C Ctrl V ចឹងដូចជាហើយដូចជាហើយចាំមិនអីទេចឹងកន្លែងហ្នឹងយើង select ចឹងមក Ctrl C Ctrl V រួចហើយចងវាជាក្រុមមករួចរាល់ហើយយើងចាប់យកមកដាក់មកខាងនេះមកកន្លែងទៀតនេះឲ្យវាផ្លេងបន្តិចមក Ini copy Ctrl C Ctrl V យើងចាប់ដាក់មកខាងនេះមកហើយយើងត្រឡប់វា rotate យើងត្រឡប់វាមកទៀតមករៀបមិនអីទេនៅខាងលើនេះទៀតនេះ Ctrl C Ctrl V អានេះគឺខ្ញុំយកបំបីវាចឹងមកហើយយើងចាប់យកមកដាក់ចងនេះមកចងរបស់នេះមកCtrl C Ctrl V ហើយយើងចាប់យកមកលោះចងlạiនេះមកដូចជាហើយណាលើខ្ញុំទៅសេអសចូលពាក្យថា insert ចូលពាក្យថា shape យក text box អក្សរ A នេះមកយកមកគូសមកអញ្ចឹងខ្ញុំសរសេរពាក្យថាសូមស្វាគមន៍អក្សរខ្មែរមក Enter ដោយភាសាអង់គ្លេស welcomeខ្ញុំរកចំណុចកណ្ដាលរីកបានធំបន្តិចសិន
យើងខ្ញុំ select អក្សរខ្មែរនេះយក font ឆ្លាក់ font ឆ្លាក់មកfont ឆ្លាក់អញ្ចឹងយើង font ឆ្លាក់នេះធំតិចមកវាហើយអង់គ្លេសនេះខ្ញុំសេរីយក font វាឲ្យវាស្តៀងគ្នាសិនអូខេយកនេះក៏បានដែរមិនអីទេដាក់ក្រាស់តិចមកចឹងអក្សរនេះខ្ញុំត្រូវចាក់ពណ៌វាឲ្យទៅជាពណ៌នឹងដែរបាទអញ្ចឹងចូលកន្លែងចាក់ពណ៌អក្សរនេះមកនេះមកយើងត្រូវការឲ្យដិតខ្លាំងយើងយកនេះវានឹងហើយបាទអញ្ចឹងខ្ញុំសេរីសិនមកសូមវាធំតិចកន្លែងនេះគេប្រើអក្សរជ្រុងបាទអញ្ចឹងខ្ញុំដូរអក្សរនេះទៅអក្សរជ្រុងមកខ្ញុំដែរនេះមកបាទអក្សរជ្រុងអត់មានអីបាក់ទេអក្សរជ្រុងអក្សរនេះហើយទៅមកខ្ញុំដាក់ស្មៅរៀងខ្មៅបន្តិចមកស្មៅអក្សរចុច shape format ស្រមោលតួអក្សរឥឡូវស្រមោលនៅខាងក្រៅអូខេស្រមោលនៅខាងក្រៅនេះចុច1ចុចទៅខាងអក្សរម្ដងទៀតចុចមកខាងក្រៅនេះមកចឹងស្រមោលនេះគេត្រូវឲ្យមានពណ៌ខ្មៅខ្ញុំដាក់សេរីឲ្យខ្មៅទីសិនមកចឹងយើងបន្ថែមតួលេខនេះមកបាទនេះអូខេចេញអក្សរខ្មៅឥឡូវយើងត្រូវការខ្មៅទៀតថែមដល់វាអស់មកនេះចេញហើយអក្សរនេះខ្ញុំអាចចង់ឲ្យធំបន្តិចទៀតចង់ឲ្យធំបន្តិចទៀតអានេះឲ្យធំបន្តិចទៀតដែរអូខេនេះខ្ញុំដូចជាលុបចោលទៅដូចជារួចរាល់ហើយបាទនៅការលម្អិតបន្តិចបន្តួចអាហ្នឹងខ្ញុំមិនបាច់ធ្វើដើម្បីឲ្យវីដេអូនឹងយូរពេកទេបាទរួចរាល់ហើយខ្ញុំក៏ select ទាំងអស់ហ្នឹងហើយចងមកជា group មកជម្រាបថា group មករួចរាល់ជាការស្រេចឥឡូវខ្ញុំចង់ឲ្យដាក់ឲ្យទៅជារូបភាពបាទអញ្ចឹងខ្ញុំមើលកន្លែងនេះវាអានេះវាគាត់ដាក់រូបភាពខ្ញុំយកម៉ៅនេះមកដាក់ឲ្យចំខ្សែចេះខ្ញុំចុចម៉ៅខាងស្ដាំហើយយកពាក្យថាខាត់កាលណាខាត់នេះយើងធ្វើឲ្យទៅជារូបភាពនេះអត់កាន់រូបភាពទេណាវានៅបែកបន្វាកាលណាជារូបភាពអីយើងអត់ចុចចេញមកចេះទៀតទេបាទឥឡូវម្ដងទៀតចុចម៉ៅស្ដាំយកពាក្យថាខាត់អញ្ចឹងខ្ញុំចុចម៉ៅស្ដាំមកម្ដងទៀតយើងយកឲ្យរូបភាពចឹងមកកណ្ដាលរូបភាពហើយយើងចុចវាលេងចេញហើយនេះវាជារូបភាពមួយផ្ទាំងតែម្ដងនេះរូបភាពមួយផ្ទាំងតែម្ដងបើបានរូបភាពមួយផ្ទាំងហើយបាទខ្ញុំចុចមើលកន្លែងនេះហើយរូបចាស់របស់ខ្ញុំនេះចឹងអត់មានអីពិបាកទេខ្ញុំទៅ copy រូបភាពនេះមកចុចរូបភាពនេះមួយខ្ញុំចុចវាក្រោមនេះមួយ Ctrl C បើកន្លែងនេះវាពីរខុសគ្នាចុចមក slide ថ្មី Ctrl V បាទចឹងខ្ញុំដាក់ទៅខាងក្រោយខាងក្រោយអានេះបើកណានេះខ្ញុំចង់ឲ្យវាតូចដើម្បីដាក់ឲ្យចាំ folder ដែលខ្ញុំដាក់ពីមុនមកខ្ញុំចង់ឲ្យនេះនៅពីលើវិញនេះអានេះរូបភាពអស់ផ្ទាំងដែលខ្ញុំកាត់ចេញពីកន្លែងនេះមកចឹងខ្ញុំចង់ឲ្យនៅចឹងក៏បានមើលទៅវាសំណោមដែរចូល slide មកបាទអូខេ
ខ្ញុំគិតថារូបនៃការធ្វើរបងស្វាគមន៍ភ្ញៀវដើម្បីចូលទស្សនាកន្លែងកម្សាន្តរបស់យើងដូចជាដល់ទីបញ្ចប់ហើយក៏សូមថ្លែងអំណរគុណដល់លោកអ្នកបងប្អូនសិស្សានុសិស្សទាំងអស់គ្នាដែលបានតាមដាននិងទស្សនារហូតដល់ចប់បាទសូមអរគុណសូមជម្រាបលា